ដោយសារតែមានគ្នាយើងក៏សួរថា skin Mati God of War ហ្នឹងបើយើងចាប់អស់ប្រហែលពេជ្រអីអញ្ចឹងណាអញ្ចឹងហើយខ្ញុំក៏សម្រេចចិត្តថាមកធ្វើវីដេអូចាប់យក skin Mati ហ្នឹងដោយប្រើពេជ្រសុទ្ធហ្មងគឺថាខ្ញុំនឹងអត់ប្រើជាមួយនឹង Crystal Aurora ហើយនឹង Arctic Kit ដែលគេ free បានមកពីការដែលយើងចំណាយពេជ្រនឹងទេគឺខ្ញុំចាប់ពេជ្រសុទ្ធយកតែម្ដងហ្មងគ្នាយើងហើយមកដល់កន្លែងនេះគឺខ្ញុំចាប់អស់ចំនួន20ដងហើយអ្នកទាំងអស់គ្នាគឺឃើញថាយើងបានអា point នោះចំនួន200អញ្ចឹងហើយយើងក៏ដាក់ថែមចំនួន10ដងទៀតដល់គ្នាគឺថា10ដងគឺវាបានបែរខ្ទង់100ឯហ្នឹងគ្នាយើងហើយតាមដែលយើងគុណគូទៅគឺប្រហែលជាយើងចាប់អស់ខ្ទង់60ដងអីគឺយើងទទួលបាន point ហ្នឹងវា600ឬក៏600ជាងហើយគឺយើងអាចគ្រប់ទិញជាមួយនឹង skin របស់ Mati God of War នឹងបានណាគ្នាយើងនិយាយរួមទៅមិនទិញបានតែ skin Mati God of War នឹងទេ skin Lucky Box ផ្សេងដូចជា skin Fanny អីក៏យើងអាចទិញបានដែរក្នុងតម្លៃ640អញ្ចឹងណាហើយបើសម្រាប់ skin collector វិញគឺអា skin collector ចាស់គេលក់ក្នុងតម្លៃ800ហើយបើអា skin collector Hellcat ចេញថ្មីហ្នឹងគឺគេលក់តែ720ទេហើយមកដល់កន្លែងនេះគឺថាខ្ញុំគ្រប់ point សម្រាប់ដូរយក skin Lucky Box របស់ Mati ហ្នឹងឯអ្នកគ្នាហើយសម្រាប់អ្នកទាំងអស់គ្នាដែលចង់ដឹងថាអស់ប្រមាណពេជ្រនោះចាំមើលខ្ញុំបូកឲ្យអ្នកទាំងអស់គ្នាមើលគឺថាខ្ញុំចាប់អស់61ដងណាអ្នកគ្នាគឺថាខ្ញុំចាប់អា5ដងនោះគឺវាអស់2500ហើយអានោះគេ discount ប្រមាណ 30% ទៀតអញ្ចឹងអ្នកគ្នាយើងគឺខ្ញុំចាប់អស់350ទៀតអញ្ចឹងវា2850ហើយបូកជាមួយនឹងអាមួយដងដែល25ពេជ្រនោះទៀតវាអស់2875អញ្ចឹងគ្នាយើង